ខ្ញុំបាទជួនធូសូមគោរពទូរទស្សនិកជនដែលកំពុងទៅតាមដានការផ្សាយរបស់កម្មវិធីទិដ្ឋភាពថ្ងៃនេះបាទថ្ងៃនេះគឺជាថ្ងៃអាទិត្យទី5ខែកុម្ភៈឆ្នាំ2017ហើយដំណើរការផ្សាយឆ្នាំ2017គឺជាសប្តាហ៍ទី5ហើយសម្រាប់កម្មវិធីទិដ្ឋភាពថ្ងៃនេះហើយនៅក្នុងឆ្នាំ2017នេះខ្ញុំបាននាំមកជូនបងប្អូនទស្សនិកជននៅកម្មវិធីទូរទស្សន៍ចំនួន4បាននៅថ្ងៃសៅរ៍គឺមានកម្មវិធីទិដ្ឋភាពធុរកិច្ចរយៈពេល30នាទីនៅម៉ោង 9:30 នាទីព្រឹកដល់ម៉ោង 9 កន្លះហើយពីម៉ោង 9 កន្លះដល់ម៉ោង 10 ព្រឹកពីម៉ោង 10 ដល់ម៉ោង 10 កន្លះនៅពីថ្ងៃសៅរ៍ម្សិលមិញក៏មានកម្មវិធីចក្ខុវិស័យថ្មីបានដល់ឡែកនៅថ្ងៃអាទិត្យនេះមានកម្មវិធីចំនួន2ទៀតបាទដោយកម្មវិធីនេះគឺការផ្សាយផ្ទាល់នៅពេលនេះគឺកម្មវិធីទិដ្ឋភាពថ្ងៃនេះហើយបន្ទាប់ពីចប់កម្មវិធីទិដ្ឋភាពថ្ងៃនេះបងប្អូននឹងបានតាមដានទស្សនាកម្មវិធីមួយទៀតឈ្មោះថាសុខភាពអ្នកអញ្ចឹងបើសិនជាគំនិតទស្សនៈទាននៅក្នុងកម្មវិធីទាំង4ហ្នឹងគឺចំបាច់បញ្ចូលគ្នាមកគឺមានន័យថាវាមានគំនិតធុរកិច្ចស្វែងយល់អំពីចក្ខុវិស័យផ្នែកនយោបាយឬក៏វិទ្យាសាស្ត្រនយោបាយហើយនឹងទស្សនវិជ្ជាផ្នែកសុខភាពទស្សនវិស័យផ្នែកសុខភាពបើសិនជាយើងខំប្រឹងធ្វើចំនួនបានល្អហើយនយោបាយមិនល្អក៏យើងខាតលុយទៅវិញហើយបើសិនជាយើងខំប្រឹងរកស៊ីបានលុយហើយសុខភាពយើងមិនល្អលុយដែលរកបានក៏យកទៅចំណាយអស់ទៅវិញអញ្ចឹងត្រូវតែគិតទាំងអស់ដើម្បីឲ្យចំណូលដែលយករកបានមកមាននិរន្តរភាពសម្រាប់តកូនតចៅទៅចំនួនក្រោយទៀតបាននៅក្នុងថ្ងៃនេះខ្ញុំក៏សូមជម្រាបជូនដល់បងប្អូនទស្សនិកជនថាចាប់ពីសប្តាហ៍នេះតទៅរៀងរាល់ថ្ងៃអាទិត្យម៉ោង 9:30 នាទីនេះគឺបណ្ឌិតគួយធាវីដែលធ្លាប់តែជាអ្នកវិទ្យាសាស្ត្រផ្នែកវិទ្យាសាស្ត្រនយោបាយក៏នឹងឡើងមកបញ្យលបន្ថែមទៀតតាក់ទងទៅនឹងសិល្បៈនៃការធ្វើធុរកិច្ចក៏ដូចជាការស្ដារឡើងវិញនៅធុរកិច្ចដែលលិចលង់តាមគំនិតទស្សនៈរបស់លោក Donald Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យរបស់សហរដ្ឋអាមេរិកហើយទៅតែคล้ายខ្លួនទៅជាប្រធានាធិបតីអាមេរិកក្នុងរយៈពេលប្រមាណថ្មីនេះបាទបងប្អូនបានដឹងគ្រប់គ្នាហើយនៅក្នុងថ្ងៃនេះគឺចំណងជើងសិភៅក៏ដូចជាចំណងជើងគំនិតរួមដែលយកមកផ្សាយនៅក្នុងកម្មវិធីទិដ្ឋភាពថ្ងៃនេះគឺនិយាយអំពីសិល្បៈធុរកិច្ចនិងការស្ដារឡើងវិញចំពោះធុរកិច្ចដែលលិចលង់របស់ Donald Trump ដូច្នេះសូមជួបជាមួយបណ្ឌិតគួយធាវីបាទជំរាបសួរលោកបណ្ឌិតបាទលោកបណ្ឌិតសិក្សាស្រាវជ្រាវច្រើនតាក់ទងទៅនឹងសិភៅអ្នកប្រាជ្ញល្បីៗក្នុងលោកតាំងពីអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រនយោបាយឥឡូវរហូតដល់ផ្នែកធុរកិច្ចទៅទៀតអញ្ចឹងសិល្បៈធុរកិច្ចនិងការស្ដារធុរកិច្ចដែលលិចលង់របស់ Donald Trump នឹងគាត់បានឆ្លុះបញ្ចាំងពីអ្វីខ្លះចំពោះធុរកិច្ចនិងការស្ដារធុរកិច្ចរបស់គាត់បាទបាទតារាមគាត់ទៅសេសភៅមួយក្បាលនេះ The Art of the Comeback តាំងពីនៅពេលដែលគាត់អុយឡត់អត់លុយខ្លួនទៅទេបាទធ្វើដំណើរពីBrooklyn មកកាន់ New York ជួលផ្ទះគេនៅបាទអត់លុយទេបាទហើយគាត់ហោះទៅជាមហាសេដ្ឋីប្រាក់កោតមានសេដ្ឋីប្រាក់លានទេសេដ្ឋីប្រាក់កោតរួចហើយរឿងដែលគាត់ធ្វើទាំងអស់ហ្នឹងពីអុយឡត់ទៅដល់សេដ្ឋីប្រាក់កោតគាត់ខ្ជាក់មកដាក់ក្នុងសភៅនេះរឿងទាំងអស់ហ្នឹងបាទហើយក្រោយមកដល់ប្រាក់កោតហើយវាធ្លាក់មកវិញដុតធ្លាក់ដល់ដីមានដល់ដីទេលិចក្រោមបាតដីទៀតចូលទៅបាតដីទៀតលិចចូលក្រោមបាតដី10កោតដងបាទមានន័យថាជាពាក់គេ10កោតដងបាទ10កោតលាន10កោតដុល្លារបាទក្នុងហ្នឹងជិត1កោតគឺផ្ទាល់ខ្លួន975លានដុល្លារហើយ9កោតគឺ business គាត់ចឹងមានន័យថាដល់ឡើងហើយ
ធ្លាក់មកវិញដុតហើយមិនដុតនៅលើដីទូទៅពេញដីអញ្ចឹងឯងដុតចូលក្រោមដីទៀត បាទ តែយើងអត់ជាពាក់បើសិនជាអត់ជាពាក់គេវានៅលើដីឯងប៉ុន្តែដល់ជាពាក់គេទៀតវាកប់ចូលក្រោមដី10កោតដង បាទ ក្រោយមកគាត់ហោះ20ឆ្នាំក្រោយមកគាត់ធ្លាក់ឆ្នាំ1990ដល់97គាត់ធ្វើការ7ឆ្នាំសងគេបានរួចខ្លួន7កោតនៅសល់3កោតទៀតហើយបើគិត1997មក2017ហ្នឹង20ឆ្នាំហ្នឹងហោះស្ទុយកប់មេឃហើយគាត់ខ្ជាក់ចេញរឿងដែលគាត់ហោះឡើងវិញរួចពីក្រោមដីដាក់សភៅមួយក្បាលនេះទៀតដាក់ហើយគាត់ដាក់ចំណងជើងថា The Art of the Comeback សិល្បៈនៃការយាងវិលត្រឡប់មកវិញត្រឡប់ឡើងលើមេឃវិញហើយសេដ្ឋីប្រាក់កោតមកដល់លើដើមទៀតហើយសម័យខ្លាយទៅជាប្រធានាធិបតីសហរដ្ឋអាមេរិកតើសេដ្ឋីរូបនេះពីខ្លួនទៅទេឡើងទៅជាសេដ្ឋីហក់ឡើងមកដល់សម័យនេះឡើងដោយរបៀបម៉េចគឺមាននៅក្នុងសភៅទាំងពីរក្បាលនេះគាត់យកមកខ្ជាក់ប្រាប់យើងបាទហើយបណ្ដេវាជ្រៅណាស់សភៅនេះពិបាកនឹងអានណាសភៅនេះពេលដែលខ្ញុំបញ្ជាក់ថាពេលដែលRobert Kiyosaki ប្រហែលជាអ្នកសរសេរម្ចាស់សភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រនៅសភៅហ្នឹងល្បីពេញពិភពលោកល្បីមកដល់ស្រុកខ្មែរយើងដែរពុកមានបង្រៀនកូនអ្នកក្រហ្នឹងពេលដែល Robert ហោះឡើងទៅសេដ្ឋី Robert អត់ពេលត្រាំពោត្រាំឲ្យ Robert ពួកម៉ាក់គ្នាពីរនាក់ហ្នឹងពួកម៉ាក់គ្នាសេដ្ឋីពីរនាក់ហ្នឹងហើយពេលដែលត្រាំហក់ឡើងដល់លើមេឃឡើងតង់ទី1ហ្នឹង Robert នៅអ្នកក្រឡើងដល់ពេលត្រាំធ្លាក់ដុតចូលដល់បាតដីក្រោមដី Robert ក៏នៅតែអ្នកក្រឡើយឯងប៉ុន្តែដល់ពេលសភៅនេះចេញ Robert ពេលហ្នឹងអត់ផ្ទះនៅទេដេកក្នុងឡាននេះឡានចាស់នៅស្រុកអាមេរិក$700ហើយឡានពួកម៉ាក់ទៀតគាត់ខ្លាំងមែនទែនពួកម៉ាក់ដប់យកទៅជួលផ្ទះគេអាផ្ទះថោកឲ្យនៅអាផ្ទះបន្ទប់ថោកហ្នឹងគាត់ខ្លាំងមែនទែន Robert ប៉ុន្តែពេលហ្នឹង Robert ពីរអ្នកហានីគាត់ឈ្មោះគីមបបួលហានីឈប់ធ្វើអីទាំងអស់ដើរទៅស៊ីឈ្នួលគេគ្រាន់មកចែកកាពះបានអង្គុយអានសភៅហ្នឹងដល់លើអាសភៅហ្នឹងវាជប់ក្បាល Robert Kiyosaki ឡើងមហាសេដ្ឋីប្រាក់កោតដែរខាងអចលនទ្រព្យ Mark Benioff ពេលដែលសភៅនេះចេញគាត់អ្នកលក់អាវយឺតតាមចើមសមុទ្រសំថ្ងៃដល់អានសភៅនេះហើយវាជប់ក្បាល Mark Benioff ហ្នឹងទៅជាម្ចាស់ភាពយន្ត Hollywood ហើយទៅជាសេដ្ឋីប្រាក់កោតអញ្ចឹង Mark Benioff ពេលដែលនេះគាត់អាសាសេអរគុណត្រាំខ្ញុំបានយកត្រាំទៅប្រហោះយូរហើយខ្ញុំប្រហោះយូរហើយត្រាំពីសភៅមួយក្បាលទៀតទេព្រោះត្រាំសេសភៅច្រើនក្បាលបាទMidas Touch ដៃវេទមន្តប៉ះមាសប៉ះអីចេញហ្នឹងប៉ះមាសចេញមាសចង់និយាយប៉ះអីចេញមាសដៃវេទមន្តសេរួមនេះមួយ Robert ចឹងខ្ញុំប៉ុន្តែអត់សូវមានគេចាប់អារម្មណ៍ព្រោះត្រាំពេលនោះអត់សូវល្បីបាទហ្នឹងព្រោះខ្ញុំប្រហោះយូរហើយត្រាំច្រើនប្រហែលជាច្រើនឆ្នាំហើយអត់សូវអ្នកមើលដល់ឥឡូវត្រាំល្បីខ្ញុំសាក់លបងមួយសាទៀតខ្ញុំបញ្ជាក់ថាសភៅនេះពិបាកនឹងអានណាអានពិបាកនឹងយល់ណាខ្ញុំអានដំបូងខ្ញុំអត់យល់ទេខ្ញុំអានច្រើនដងណាអញ្ចឹងខ្ញុំទុកវាចោលបានខ្ញុំអានសភៅនេះសភៅ Robert Kiyosaki បាទ Robert Kiyosaki ហ្នឹង Rich Dad Guide to Investing ពុកមាននាំយើងទៅវិនិយោគបាទទាញពលូតខួរយើងខ្ពស់ទៅត្រាំនិយាយសាមញ្ញទៅវាពិបាកនឹងយល់ពេកព្រោះសាមញ្ញមែនតែដែកនៅលើមេឃខួរដល់ពេលយើងអានវាមិនយល់អានច្រើនដងវាមិនយល់បានអានពួកម៉ាក់ត្រាំម្ដងពួកម៉ាក់ត្រាំហ្នឹងគឺម្ចាស់សភៅ Robert Rich Dad Poor Dad ពុកអ្នកមានបង្រៀនកូនអ្នកក្របាទហើយដល់ពេលអាន Robert គាត់និយាយគាត់មានវិធីតេងពលូតខួរក្បាលយើងដល់ខួរក្បាលយើងពលូតលូទៅបានយើងមកមើលត្រាំវិញយល់អញ្ចឹងខ្ញុំបញ្ជាក់ថាត្រាំពិបាកនឹងស្ដាប់បន្តិចហើយឥឡូវ
ខ្ញុំចាប់ក្បាលទី1ក្នុងកម្មវិធីនេះខ្ញុំយកក្បាលទី1គឺ The Art of the Deal សិល្បៈនៃធុរកិច្ចយកមកនិយាយ បាទ អញ្ចឹងខ្ញុំអានត្រាំផ្ទាល់ហ្មងដើម្បីស្ដាប់សម្ដីគាត់ផ្ទាល់ពេលដែលស្ដាប់នេះទុកដូចត្រាំកំពុងនិយាយភាសាខ្មែរ បាទ បាទព្រោះពីយើងអានដើមរបស់គាត់ បាទ អញ្ចឹង ប៉ុន្តែអានចេញជាសម្លេងខ្មែរហ្មងណាបាទ ហ្នឹងឥឡូវអានចេញពី ជាសម្លេងខ្មែរហ្មង ពេលខ្លីអញ្ចឹង បាទ ជាខ្មែរ អានប្លត់អានមើលជាអង់គ្លេសបញ្ចេញជាអក្សរខ្មែរចេញជាសម្លេងខ្មែរ ហ្នឹងហើយខ្ញុំអានជាខ្មែរ2 3ម៉ាត់ជាអង់គ្លេស2ម៉ាត់ហើយចាំទៅខ្មែរទាំងអស់ បាទបាទ ឲ្យដឹងថានេះចេញពីដើមមិនមែនពាក្យខ្ញុំទេពាក្យត្រាំ បាទ ពេលយើងស្ដាប់គឺមិនគួយ TV កំពុងនិយាយត្រាំកំពុងនិយាយ បាទ សម្ដីដើមរបស់គាត់ហ្នឹងក៏យើងអ្នកនាំពាក្យ បាទម្ចាស់សភៅឥឡូវកំពុងអង្គុយនៅសេតវិមាន បាទ ពេលថ្ងៃអាទិត្យអត់ធ្វើការហ្នឹង ឥឡូវ dealing ធុរកិច្ច a week in the life មួយសប្តាហ៍ក្នុងមួយជីវិតសប្តាហ៍ក្នុងជីវិត I don't do it for the money ខ្ញុំអត់ធ្វើវាដើម្បីលុយទេ I have got enough much more than ever I need ខ្ញុំមានលុយគ្រប់ហើយច្រើនហួសដែលខ្ញុំត្រូវការទៀត I do it to do it ខ្ញុំធ្វើវាដើម្បីធ្វើវា Deal are my art form ធុរកិច្ចគឺជាទម្រង់នៃសិល្បៈរបស់ខ្ញុំមនុស្សដតីគូសគំនូរយ៉ាងស្អាតនៅលើជញ្ជាំងរូងភ្នំឬសរសេរកំណាត់ដ៏សែនអស្ចារ្យខ្ញុំចូលចិត្តធ្វើធុរកិច្ចខ្ញុំចូលចិត្តធ្វើធុរកិច្ចធំជាងនោះគឺជារបៀបដែលខ្ញុំជោគជ័យទៅមុខមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងរបៀបដែលខ្ញុំធ្វើការខ្ញុំលេងល្បែងនោះយ៉ាង very loose យ៉ាងធូររលុងយ៉ាងរលុងខ្ញុំមិនកាន់វ៉ាលីទេខ្ញុំមិនព្យាយាមកំណត់ពេលប្រជុំជាច្រើនទេខ្ញុំទុកទ្វាររបស់ខ្ញុំចំហខ្ញុំអ្នកមិនអាចស្រមើស្រមៃចេញឬក៏មានសហគ្រិនភាពនោះទេប្រសិនបើអ្នកមានរចនាសម្ព័ន្ធច្រើនពេកខ្ញុំ I prefer to come to work each day មួយថ្ងៃខ្ញុំចូលចិត្តទៅធ្វើការហើយគ្រាន់តែមើលថាតើអ្វីដែល develop អភិវឌ្ឍឡើងអញ្ចឹងខ្ញុំយកប៉ុណ្្នឹងសិនយកមកសង្ខេបគំនិតរបស់គាត់បាទតាមពិតជំពូកទី1នេះគាត់ដាក់ចំណងជើង dealing ធុរកិច្ចឬធុរកិច្ចនីយកម្មហើយមួយសប្តាហ៍ក្នុងជីវិតគាត់មួយសប្តាហ៍គាត់ធ្វើអីខ្លះអញ្ចឹងហើយគាត់ចាប់ផ្ដើមដំបូងគាត់ថាគាត់អត់ធ្វើការដើម្បីលុយទេហើយគាត់ថាព្រោះគាត់មានលុយវាច្រើនហើយអញ្ចឹងធ្វើការដើម្បីលុយធ្វើអីទៀតព្រោះវាច្រើនហ្នឹងវាច្រើនវាមិនត្រឹមមកគ្រប់ទេវាហួសពីគាត់ត្រូវការហួសពីគ្រប់ទៀតអញ្ចឹងធ្វើការដើម្បីលុយធ្វើអីគាត់អត់ដើម្បីលុយទេបើអញ្ចឹងបើអត់ធ្វើការដើម្បីលុយធ្វើអីព្រោះមនុស្សទាំងអស់ធ្វើដើម្បីលុយគាត់ថាព្រោះវាធុរកិច្ចជាទម្រង់នៃសិល្បៈរបស់ខ្ញុំរបស់គាត់ជាអាតកន្លែងហ្នឹងដែលធ្វើឲ្យគាត់ធ្វើការគាត់ចង់និយាយអញ្ចឹងអា clear deal are my art form ធុរកិច្ចគឺជាទម្រង់នៃសិល្បៈរបស់ខ្ញុំអាកន្លែង clear ហ្នឹងដែលធ្វើឲ្យគាត់ធ្វើការគាត់អត់ត្រូវការលុយទេប៉ុន្តែគាត់ត្រូវដោយសារតែធុរកិច្ចជាសិល្បៈរបស់គាត់ទើបគាត់ធ្វើការហើយដើម្បីឲ្យយើងយល់ទៅទៀតគាត់បញ្យល់ធៀបគាត់ថាអ្នកដតីគេគូសគំនូរនៅលើជញ្ជាំង canvas រូងភ្នំគេគូសស្អាតហើយបើអ្នកនិពន្ធកំណាព្យអីគេសរសេរកំណាព្យ wonderful poetry កំណាព្យអស្ចារ្យប៉ុន្តែសម្រាប់គាត់ថាធុរកិច្ចវិញសម្រាប់គាត់វាធៀបដូចគំនូរធៀបដូចជាសិល្បៈអញ្ចឹងប៉ុន្តែគាត់ដូចជាកំណាព្យអញ្ចឹងប៉ុន្តែសម្រាប់គាត់គឺគាត់ងាកមកធុរកិច្ចហើយទុកធុរកិច្ចហ្នឹងគឺជាអាតមួយជាគំនូរមួយទាំងគំនូរមួយអញ្ចឹងបានជានៅក្នុងហើយគាត់ចូលចិត្តធ្វើអាធំអាធុរកិច្ចធំ
ហើយហើយអាហ្នឹងគាត់ជោគជ័យចឹងបានគាត់នៅក្នុងសភៅគម្របសភៅគាត់ដាក់ The Art of the Deal ធុរកិច្ចនៃសិល្បៈនៃធុរកិច្ចហើយនៅលើគម្របសភៅគាត់ដាក់រូបគាត់ពីក្មេងឯស្អាតអឺនៅខាងក្រោយហ្នឹងខាងក្រោយរូបគាត់គឺគំនូរូបជា painting painting ខ្មែរយើងអារូបគំនូដែលសិល្បករគេគូអញ្ចឹងគាត់ទុកធៀបអញ្ចឹងហើយមួយទៀតខ្ញុំនេះមួយទៀតគាត់ថាគាត់អត់ដូចគេគាត់ព្រោះគាត់ឆ្កុយគាត់អត់មានមានគេមានបែបបទរដ្ឋបាលការិយាធិបតេយ្យច្រើននេះគាត់អត់កាន់នឹងវេលីផងគាត់អត់មានជួបប្រជុំអត់មានបែបបទដូចព្រួយអ្នក business ខ្លះអ្នកធំខ្លះគាត់មានលេខាមកដល់យើងហ្នឹងមកដល់ប្រធានធំហ្នឹងទៅឆ្លងកាត់លេខាឆ្លងកាត់ជួយច្រើនក៏អត់ទេគាត់ឆ្កុយអត់កាន់បាលីអត់មានណាត់អីហើយព្រលឹមហ្នឹងជាទូទៅគាត់ងើបម៉ោង6ហើយគាត់នៅទៅធ្វើការហើយមើលការងារវា develop ដល់ណារបៀបគាត់ធ្វើការគឺអញ្ចឹងគាត់ថាបើសិនជាមាន structure ហ៊ុំព័ទ្ធជុំវិញច្រើនពេកវាអត់មានគំនិត imaginative ចេញទេហើយអត់មានសហគ្រិនភាពដោះឡើងចេញទេអញ្ចឹងរឿងដែលគាត់និយាយខ្ញុំសង្ខេបមកសាមញ្ញស្រួលស្ដាប់អញ្ចឹងប៉ុន្តែវាពិបាកស្ដាប់ប្រកបជាពិបាកស្ដាប់អញ្ចឹងហើយខ្ញុំសម្រាយខ្ញុំឆ្ងល់គាត់ថាបើមានរចនាសម្ព័ន្ធអីច្រើនពេកដែលហៅថា bureaucracy កាយាធិបតេយ្យច្រើនពេកអត់មានអី develop គាត់ដើរមើលតែការរីចម្រើនធម្មតាតើមានអ្នកធ្វើបានយើងអាចមើលឃើញថាវា develop ឬយ៉ាងម៉េចវាអញ្ចឹងណាបាទវាជានៅពេលដែលតំណឹងបាក់ស្ដាប់នៅពេលដែលយើងអភិវឌ្ឍខួរហើយតាមពិតត្រាំគាត់អភិវឌ្ឍខួរដល់កពូលហើយយើងជិះទៅគាត់ជិះតាមដងផ្លូវយើងមើលឃើញលុយទាំងតោនជុំវិញជួនកាលព័ត៌មានពីកសិករជួនកាលព័ត៌មានពីមនុស្សសាមញ្ញគាត់ចូលមកគាត់និយាយពីនេះគាត់និយាយដោយខ្លួនគាត់អង្គុយលើគំនោលុយគាត់មិនដឹងថាខ្លួនគាត់លើគំនោលុយផងគាត់មកនិយាយប្រាប់យើងខ្ញុំភ្ញាក់គាត់អូនេះគំនោលុយធំហ្នឹងតែគាត់មើលអត់ធ្លុះទេមនុស្សភាគច្រើនអង្គុយលើគំនោលុយតែមើលមិនដឹងថាហ្នឹងគឺជាលុយអញ្ចឹងបើយើងនៅរចនាសម្ព័ន្ធច្រើនពេកកសិករអ្នកក្រីក្រមនុស្សទូទៅឲ្យព័ត៌មានយើងមកមិនបាននឹងនៅឆ្លងកាត់នេះគាត់តែគេខ្ទប់ឧទាហរណ៍យើងចង់ជួបនាយករដ្ឋមន្ត្រីអាណាឲ្យចូលជួបអញ្ចឹងព័ត៌មានពេញដីសុទ្ធតែគំនោលុយទាំងតោនប៉ុន្តែវាបិទចិត្តអញ្ចឹងបើសិនជាប៉ុន្តែអានឹងដល់អ្នកដែលអភិវឌ្ឍក្បាលដូចត្រាំហើយបានមើលធ្លុះបើអត់អភិវឌ្ឍទេជិះតឡានជិះតម៉ូតូដើរទៅប៉ុន្តែឃើញតែមេឃខ្យល់ដីអញ្ចឹងដល់ពេលអភិវឌ្ឍខួរហើយឃើញជិះឃើញហ្មងហើយដល់ព័ត៌មានជួនណាព័ត៌មានពីអ្នកនេះព័ត៌មានពីអ្នកនេះយើងកត់ទុកពួកគំនោលុយធំអញ្ចឹងបានត្រាំគាត់មានទម្លាប់អត់មានការិយាធិបតេយ្យពេគាត់ថាអញ្ចឹង imaginative អត់ចេញអញ្ចឹងសហគ្រិនភាពនេះentrepreneur អត់ចេញអញ្ចឹងបើសិនជាអ្នកមានរចនាសម្ព័ន្ធអញ្ចឹងគាត់ open door បើកទ្វារឲ្យសង្គមមនុស្សទាំងមូលគឺជាអត់មានទ្វារអាចជួបគាត់អាចនិយាយមួយគាត់សាមញ្ញបើគាត់ជិះឡានវិញមួយអ្នកបើកឡានណាជិះឡានតាក់ស៊ីគាត់ question គាត់ថា I and again ហើយនៅនេះនៅនោះគ្រប់ហើយព័ត៌មានវាធ្លាក់មកគាត់សួរបាទអញ្ចឹងប៉ុន្តែឥឡូវគាត់នេះយើងបកស្រាយមិញសំណួរលោកជុនធុឥឡូវខ្ញុំគំនិតមិញវាជ្រៅខ្ញុំឥឡូវខ្ញុំរកវិធីសម្រាយបាទឥឡូវសម្រាប់បន្តិចសិនទៅចាំដល់ពេលត្រឡប់មកវិញចាំលោកសាស្ត្រាចារ្យសម្រាយពីគំនិតរបស់ត្រាំនៅក្នុងសៀវភៅ
សិល្បៈធុរកិច្ចនេះបាទ បាទ បាទសូមកញ្ញាតសម្រាប់មួយផ្លេតសិនបាទបាទខ្ញុំបាទជួនធូសូមអញ្ញាតបន្តបាទលោកសាស្ត្រាចារ្យនៅក្នុងវគ្គទី1មិញលោកសាស្ត្រាចារ្យអានតែសភៅរបស់ត្រាំមកត្រួសអញ្ចឹងទៅខ្ញុំគាត់បានពាក្យមក clear សរុបសេចក្តីមកត្រាំគាត់និយាយថាធុរកិច្ចជាទម្រង់នៃសិល្បៈរបស់ខ្ញុំអញ្ចឹងហើយខ្ញុំចង់ឲ្យលោកសាស្ត្រាចារ្យបញ្យល់មើលតើធុរកិច្ចជាទម្រង់នៃសិល្បៈរបស់ខ្ញុំនឹងត្រាំចង់មានន័យថាម៉េចបាទclear នេះគឺជាចំណុច snowball សំណួរមិញអាកន្លែងចំណុច snow នៃអាកន្លែងហ្នឹងបាទតែមុនឆ្លើយខ្ញុំប្រាប់បន្តិចសិនព្រោះឯមានអ្នកនិយាយថាត្រាំកូនមហាសេដ្ឋីទើបត្រាំជាមហាសេដ្ឋីបាទសូម្បីតែនៅអាមេរិកក៏គេនិយាយចឹងដែរត្រាំក៏និយាយក្នុងសភៅគាត់ដែរតាមពិតមានអ្នកនិយាយពិតប៉ុន្តែការពិតមួយផ្សេងទៀតប៉ាគាត់អត់ឲ្យលុយគាត់ទេខ្ញុំឮតែគេនិយាយដែរថាត្រាំហ្នឹងពុកគាត់ក៏ជាមហាសេដ្ឋីអចលនទ្រព្យដែរពិតបាទពិតហើយប៉ុន្តែនៅសល់ការពិតមួយទៀតដែលគេមិនបានដឹងបាទប៉ាគាត់អត់ឲ្យលុយគាត់ទេមូលហេតុដែលប៉ាគាត់អត់ឲ្យលុយគាត់ពីព្រោះប៉ាគាត់គឺជាកូនកំព្រាមានបុព្វបុរសគាត់គឺមកពីស្រុកអាល្លឺម៉ង់ច្រើនចំនួនហើយអញ្ចឹងត្រាំប្រពុកដើមកំណត់ពូជអាល្លឺម៉ង់បាទហើយប៉ាគាត់កំព្រាតាំងពីកូនក្មេងបាទហើយចិញ្ចឹមបងប្អូនទៀតកំព្រាក្មេងហើយនៅក្នុងគ្រួសារមានបងប្អូនទៀតអញ្ចឹងប៉ាគាត់ចេញធ្វើការធ្វើជាងសំណង់ជាងអាមនុស្សដែលមានទឹកកាមល្អសមាគមនៃទឹកកាមល្អគឺខួរក្បាលហ្នឹងវាអភិវឌ្ឍនៅក្នុងពិភពអចលនទ្រព្យហ្មងអញ្ចឹងប៉ាគាត់ខ្លាយទៅជាសេដ្ឋីដល់ទៅសេដ្ឋីបានមានម៉ាក់គាត់ព្រោះប៉ាគាត់នៅក្រឆ្កែមើលមកផងហ្នឹងហើយដល់ពេលខ្លាយទៅជាសេដ្ឋីបានប៉ាគាត់មានម៉ាក់គាត់ស្អាតម៉ាក់គាត់អញ្ចឹងបានដូណាល់ត្រាំស្អាតដល់ពេលដែលមានម៉ាក់គាត់ពេលហ្នឹងបូកមួយម៉ាក់គាត់ចេញគាត់ហ្នឹងដល់ចេញគាត់បានត្រាំហ្នឹងត្រាំមាននិស័យចំនួនតាំងពីទូចទៅជួយធ្វើថ្មរុញអតេះស៊ីម៉ងអីអត់អីឲ្យប៉ាគាត់ណារូបថតមើលតាំងថ្មីដល់ហើយប៉ាគាត់រកឃើញរូបមន្តមួយនៃវិធីធ្វើឲ្យទៅអ្នកមានចុងទីបំផុតប៉ាគាត់យល់ឃើញថាមិនមានលុយទេធ្វើឲ្យយើងទៅអ្នកមានគឺអាមួយនេះអ្នកធ្វើឲ្យយើងអ្នកមានគំនិតបាទអញ្ចឹងឥឡូវគេហៅផ្នត់គំនិតបាទហើយឥឡូវគេថាផ្នត់គំនិតហ្នឹងគឺផ្នត់គំនិតអ្នកមានអីចឹងណាគេនិយាយចឹងណាប៉ុន្តែបងប្អូនយើងតែងតែច្រាស់សំណួរវិញថាយើងទៅបរៀនពីផ្នត់គំនិតអ្នកមានហ្នឹងយើងមានហើយនៅគេច្រើននិយាយចឹងណាស្រុកខ្មែរយើងណាលោកសាស្ត្រាចារ្យអញ្ចឹងឥឡូវសូមបន្តអញ្ចឹងខ្ញុំសូមនិយាយទៀតមហាសេដ្ឋីស្ទើរទាំងអស់ដល់យើងអង្គុយមើលសិនអ្នកក្របាទហើយបានគាត់ហោះស្ទុយប៉ុន្តែមុនគាត់ហោះខួរគាត់ទៅមុនណាបាទបើខួរទៅមុនហោះមិនរួចបាទខួរក៏នៅងឹតនៅបាតដីខ្លួនក៏នៅបាតដីអញ្ចឹងនៅនឹងមួយជីវិតដល់ខួរវាទៅមុនមិនដែលខ្លួនទៅមុនខួរវាទៅដល់មុនអញ្ចឹងបានថាហើយបានខ្លួនវាប្រឹងហោះយោងខ្លួនទៅតាមក្រោយបានថាគំនិតយើងមានហើយខួរក្បាលជាអ្នកមានហើយប៉ុន្តែយើងអត់មានលុយទេប៉ុន្តែយើងអាចរកលុយមកឲ្យវាមានទៅតាមគំនិតបញ្ញាតាមក្រោយអញ្ចឹងបាទរឿងអញ្ចឹងដោយ Robert អញ្ចឹង Robert ពេលខ្លាយទៅជាសេដ្ឋីហាក់ប្រាក់កោតហើយបានគាត់ធ្វើសិក្ខាសាលាដើម្បីនិយាយខ្ជាក់គំនិតប្រាប់គេបានគេមហោមស្ដាប់ហើយទិញសវត្ថថ្លៃប៉ុន្តែពេលដែលគាត់មិនទាន់ទៅអ្នកមានគាត់នៅក្រគាត់បើកសិក្ខាសាលាប្រាប់គេឆ្កែមិនស្ដាប់ផងមកតែពីរអ្នកគាត់អាសាអង្គុយនិយាយលេងពីរអ្នកពួកម៉ាក់គាត់សេដ្ឋីដូចគ្នាអ្នកមកចូលស្ដាប់តែពីរអ្នកគាត់ដូចអង្គលក់ឆ្នាំស្រីអញ្ចឹងណាបាទអាខ្លួនឯងនៅក្រហើយនិយាយពីគំនិតអ្នកមានបាទហើយប៉ុនក្បាល Robert ទៅដល់ហើយប៉ុនខ្លួននៅនេះបាទខ្លួននៅនេះហើយដល់បើកសិក្ខាសាលាដើម្បីខ្ជាក់គំនិតនឹងចាក់ទៅឲ្យពួកមនុស្សគេនាំនេះមានមកស្ដាប់ណាមកតែពីរនាក់ដល់ពេលដែលគាត់ទៅជាសេដ្ឋីហើយបានគាត់បន្តធ្វើរឿងនឹងទៀតបានគេមហោមស្ដាប់ទិញសវត្ថស្ដាប់ថ្លៃហ្មងហើយពេលហ្នឹងនៅក្នុងសិក្ខាសាលាមានម្នាក់ឡើងសួរគាត់សួរ Robert ណាបាទសួរថាពេលហ្នឹងពេលចិត្តខ្លាយខ្លួន
từ chia nẹt miền phần ở rương nó về rương bờ tệ tông này chở nó nhầm lại thì vậy thì nó cạn về bờ tệ chất từ chia nẹt miền hơi lúc vậy bẻ mấy từ can kim pôn cạo có bạn pôn muốn họ cho bát này trám go pôn muốn họ cho đây phải chỉ pi rồi thưa bà con cho ngọc về là ti sa à cho nạ trọp bạ lùng kring ti sa hay ranh mà thọc bạ lùng kring cọp quạt nó cổng bà thấy hai lịch cho cổng đây đập cao đón hành ni quạt bài chất đặc bị đăng thiết liền tia pi cáo đó trong team phát dục pi liền chân đập pi để Robert chất miên hơi phần đấy là cõi đó bạn nó cõi phần chất miên á về những cái xua Robert cái ta con gì mấy từ can kim Robert tha con nhóm chấp áo kim hay gì tha ôn lối ọt bại lối tí tiếp bạc mệt mà về nơi sau tại dương thứ mấy cục rong lối chuột nè cục rong lối bạ với nhà lợi vì bro lối nước pe là cho đo cả bao dương và cách pin cả bao tôi với nhỏ vô chùm nô cục nè phần đấy chạy mình chơi lớn xây mình man tự đòn នេះចង់ឲ្យងាកបញ្យល់ទៅលើខ្លឹមសាររបស់ Donald Trump វិញធុរកិច្ចជាទម្រង់នៃសិល្បៈរបស់ខ្ញុំមិញចេះខ្ញុំនិយាយថា Trump ស្មានតែកូនអ្នកមានតែគាត់កូនអ្នកមានសិទ្ធិប៉ុន្តែគាត់អត់ឲ្យលុយទេពីព្រោះប៉ាគាត់យល់ឃើញថាលុយមិនមែនធ្វើឲ្យមនុស្សទៅជាអ្នកមានទេគឺអាមួយនេះទេដែលធ្វើឲ្យមនុស្សទៅអ្នកមានអញ្ចឹងបានប៉ាគាត់ឲ្យតែក្បាលមក Trump ហើយជួយជប់ Trump ហើយ Trump នឹងចូលចិត្តអានឹងថែមទៀតរុញក្បាល Trump វឹងខ្លួន Trump ក្បាល Trump ទៅជាដុំមាសហ្មងដូចធនាគារអញ្ចឹងខ្ជាក់លុយមកអញ្ចឹងបាទអញ្ចឹងរឿងរបស់ Trump អញ្ចឹងបាទហើយចូលធុរកិច្ចជាទម្រង់នៃសិល្បៈរបស់ខ្ញុំ Trump គាត់និយាយអញ្ចឹងណាដូចវាចាស់ជាសុភាសិតមួយរបស់ Trump អញ្ចឹងសុភាសិតហ្នឹងចង់ឲ្យលោកសាបញ្យល់សុភាសិតហ្នឹងបន្តិចទៅថាហេតុអីបាន Trump មានប្រសាសន៍ថាធុរកិច្ចជាទម្រង់នៃសិល្បៈរបស់ខ្ញុំកន្លែងហ្នឹងគឺជាចំណុចស្នូលនៃរឿងទាំងមូលរបស់ Trump មានតែសភៅនេះទេមានតែសភៅនេះគឺរឿងទាំងមូលរបស់ជីវិតធុរកិច្ចរបស់ Trump មកបាទអញ្ចឹងអ្នកសិល្បៈយើងនិយាយគំនូសិនគាត់និយាយអ្នកគូសគំនូស្អាតនៅក្នុងរូងភ្នំមិនមែនទេគាត់និយាយពីអ្នកដតីគេសរសេរកំណាព្យដ៏អស្ចារ្យអីចឹងណាអញ្ចឹងយើងរកឲ្យយល់អានឹងសិនហើយអ្នកគូហ្នឹងគឺជាអធិវិចិត្រករហើយអ្នកសេកំណាព្យហ្នឹងគឺអ្នកនិពន្ធកំណាព្យហ្នឹងទៅចេញកំណាព្យអញ្ចឹងហើយបានយើងយល់អាហ្នឹងហើយបានយើងមកយល់កម្ពុជាគឺជាផ្ទាំងគំនូមួយដីកម្ពុជាទាំងមូលអចលនទ្រព្យកម្ពុជាគឺជាផ្ទាំងគំនូមួយមាត់14 15លានអ្នកហ្នឹងគឺជាផ្ទាំងគំនូមួយហេរញ្ញវត្ថុដែលកំពុងហូរចុះហូរឡើងហូរចុះហូរឡើងពីលើចុះក្រោមពីក្រោមឡើងលើវិលចុះវិលឡើងគឺជាផ្ទាំងគំនូមួយអញ្ចឹងកម្ពុជាទាំងមូលគឺជាផ្ទាំងគំនូមួយជាសិល្បៈមួយហើយអ្នកគូសផ្ទាំងគំនូហ្នឹងគឺជាសិល្បករប៉ុន្តែសិល្បករនេះសិល្បករហិរញ្ញវត្ថុពិភពលោកគឺជាផ្ទាំងគំនូមួយអចលនទ្រព្យលើផែនដីគឺជាផ្ទាំងគំនូមួយមាត់រាប់កោតមាត់នៅលើភពផែនដីយើងនេះគឺជាផ្ទាំងគំនូមួយហិរញ្ញវត្ថុលុយឬមូលធននៅលើពិភពលោកដែលផ្គុំគ្នាទៅជាគំនោលុយដ៏ធំមួយនេះនៅលើផែនដីនេះគឺជាផ្ទាំងគំនូមួយនៅវិចិត្រករហិរញ្ញវត្ថុវិចិត្រករលុយមើលធ្លុះរឿងទាំងហ្នឹងហើយគូសគំនូហិរញ្ញវត្ថុទាំងហ្នឹងឲ្យចេញទៅជាផ្ទាំងគំនូមួយនៅក្នុងក្បាលហើយធ្វើឲ្យកើតឡើងហើយក៏កើតចេញត្រាំទៅរាប់កោតទៅហើយពេលដែលយើងគូសផ្ទាំងគំនូហិរញ្ញវត្ថុហ្នឹងនៅក្នុងខួរក្បាលយើងឃើញលុយទាំងកោតទាំងតោនក្នុងខួរក្បាលបានយើងរំភើបជាមួយអាហ្នឹងដូចជាវិចិត្រករដទៃទៀតរឿងដែលត្រាំចង់និយាយអញ្ចឹងប៉ុន្តែប្រហែលជាពិបាកស្ដាប់
វាជ្រៅពេកប៉ុន្តែខ្ញុំនឹងសម្រាយឲ្យស្រួលស្ដាប់ទៅមុខតិចទៀតបាទខ្ញុំធៀបទៅវិចិត្រករធម្មតាសិនពីព្រោះនេះគឺជា my art form ជាទម្រង់នៃសិល្បៈរបស់ខ្ញុំនេះមិនមែនរបស់ខ្ញុំនេះរបស់ខ្ញុំដែលត្រាំថារបស់គាត់ហ្នឹងណាប៉ុន្តែគាត់ថាអ្នកដតីទៀតគេគូសបានយ៉ាងល្អនៅលើរូងភ្នំនៅលើកំណាព្យដ៏អស្ចារ្យអញ្ចឹងខ្ញុំបិទគំនិតត្រាំអាកន្លែងនេះសិនយកអាគំនូដែលត្រាំនិយាយថាអ្នកដតីសិនហើយធៀបអាចជួយយល់មកកង់ទៀតហើយចាំខ្ញុំទម្លាក់មកសម្បាញ់អ្នកវិចិត្រករយើងឃើញចូលនៅក្រោយសាលារចនាហើយយើងចូលតាមផ្ទះគូសគំនូយើងឃើញគំនូខ្លះគូសចេញមកពីធម្មជាតិពិតស្រុកស្រែភ្នំទន្លេបឹងសមុទ្រស្រីស្អាតអីចឹងយើងឃើញខ្លះវាគ្រាន់តែជាគំនិតសម័យរបស់អ្នកគូប៉ុន្តែការពិតវាអត់មានមួយវាមានពិតវាមាននឹងមិនពិតទោះពិតក៏ដោយមិនពិតក៏ដោយវិចិត្រករទាំងហ្នឹងយករូបពិតដែលនៅក្នុងធម្មជាតិហើយនឹងរូបមិនពិតដែលខ្លួនសម័យឃើញយកមកខ្ជាក់ចេញឲ្យទៅជាផ្ទាំងគំនូមួយនេះជាវិចិត្រករទូទៅមានផែនដីកម្ពុជាទាំងមូលគឺជាសិល្បៈមួយជាផ្ទាំងគំនូមួយហើយវិចិត្រកររបស់ផែនដីនេះគឺអាទិទេពមិនមែនតែកម្ពុជាពិភពលោកទាំងមូលនិងមនុស្សដកតាហេរញ្ញវត្ថុចេញនេះអានឹងមនុស្សបង្កើតនិយាយតែផែនដីហើយនឹងមនុស្សសត្វរុក្ខជាតិនៅលើផែនដីហ្នឹងសរុបទាំងមូលទាំងអស់ហ្នឹងគឺជា painting one painting ផ្ទាំងគំនូមួយវិចិត្រករនៃផ្ទាំងគំនូហ្នឹងគឺអាទិទេពមានផ្ទាំងគំនូមួយទៀតគឺហេរញ្ញវត្ថុដែលកំពុងឡើងចុះនៅលើពិភពលោកធ្លាក់ពីលើមកចុះក្រោមឡើងលើវិញចាប់ផ្គុំគ្នាមកផែនដីទៅជាគំនូភ្នំលុយមួយនេះគឺជាផ្ទាំងគំនូមួយតែមនុស្សអ្នកបង្កើតភពទាំង9ដែលវិលជុំវិញព្រះអាទិត្យនិងផ្កាយដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យដែលយើងហៅថាព្រះអាទិត្យដទៃគឺជាផ្ទាំងគំនូមួយទៀតចក្រវាឡផ្ទាំងគំនូរបស់អាទិទេពអ្នកណាជាវិចិត្រករគឺអាទិទេពនោះគឺជាតូម៉ាស់ហបអ្នកប្រាជ្ញអង់គ្លេសគាត់គិតទៅដល់ចក្រវាឡដែលយើងហៅថាបើយើងធម្មតាយើងថាភ្នំសមុទ្រទន្លេបឹងបួទេសភាពមេឃផ្កាយដែលយើងឃើញស្អាតហ្នឹងគឺហបគាត់ថាសិល្បៈរបស់ធម្មជាតិសិល្បៈរបស់អាទិទេពមនុស្សក៏ជាសិល្បៈរបស់អាទិទេពដែរហើយជាផ្ទាំងគំនូព្រោះសិល្បករឬវិចិត្រករហ្នឹងគាត់គូសផ្ទាំងគំនូហ្នឹងអាទិទេពអញ្ចឹងរបស់ទាំងអស់ហ្នឹងវាមានពិតក្នុងធម្មជាតិប៉ុន្តែមានរបស់ជាច្រើនទៀតដែលមនុស្សគូសវិចិត្រករមនុស្សគូសហើយដែលមនុស្សគូសហ្នឹងជួនកាលអត់ឃើញមានការពិតទេក៏ជាការសម័យដូចឋានសួគ៌ឋាននរកឃើញទេចូលហបផ្ទាំងគំនូខ្លះនៅលើអញ្ចាំងពហិយើងឃើញនៅវាគ្រាន់តែគំនិតឃើញព្រះឃើញអីក៏គំនិតសម័យរបស់នេះទីនេះចាំខ្ញុំខ្ជាក់ចេញជាគំនិតហេរញ្ញវត្ថុឲ្យយល់ពាក្យរបស់ត្រាំបានអញ្ចឹងខ្ញុំថាត្រាំជ្រៅបាក់យល់ណាប៉ុន្តែដល់យល់ស្រស់ត្រកាលនៅក្នុងខួរក្បាលពិភពលោកនេះសែនស្រស់ត្រកាលហេរញ្ញវត្ថុគោទាំងភ្នំលើនិយាយកំណាព្យម្ដងព្រោះត្រាំមិញនិយាយរឿងគំនូបាទអ្នកគូលើត្រាំនិយាយកំណាព្យអ្នកខ្លះតែងកំណាព្យដ៏អស្ចារ្យ wonderful poetry គឺជាសិល្បៈរបស់គេប៉ុន្តែសិល្បៈរបស់ត្រាំគឺ business តែ business ធំគាត់មិនថាចឹងអា business ទុយរះដូចផ្កាយពេញដីអាហ្នឹងឥឡូវយើងកុំអាននិយាយ
យើងនិយាយ poetry wonderful poetry របស់ត្រាំសិនយើងមើលរឿងអ៊ីលយ៉ាតរឿងទុំទាវរឿងរៀមកេយើងឃើញគឺជាខ្លះគេនិពន្ធទៅជារឿងកំណាព្យខ្លះទៅជារឿងនិទានកថាដូចសាមកុកអីមិនសាមកុកក៏រឿងពិតប៉ុន្តែគេនិពន្ធទៅជាបែបរឿងល្អមើលហ្មងអញ្ចឹងរឿងអ៊ីលយ៉ាតអីមិនខ្លះខ្ញុំមិនដឹងចំនួនទេប៉ុន្តែខ្ញុំធ្លាប់អានប៉ះថាក្រារាប់រយចូលមិនស្រួលដល់ពាន់ពណ៌ហើយគេពិពណ៌នាវិញឆ្ងាយជ្រៅតាមពិតចេញជាគំនិតសម័យរបស់ខ្ញុំកើតជារឿងដ៏អស្ចារ្យមួយនៅសម័យសោះចេញជារឿងសាមកុកមួយអង្គុយមើលរាប់ខែរឿងមកកណោគឺអញ្ចឹងវាផុសចេញពីខួរដ៏អស្ចារ្យរបស់មនុស្សលោកប្រឌិតទៅជារឿងមួយអញ្ចឹងនោះគឺជាអ្នកសិល្បៈហើយអ្នកពួកសិល្បៈគេប្រឌិតរឿងនឹងឡើងចេញពីរឿងពិតផងរឿងមិនពិតផងដែលគេសម័យផងហើយគេសប្បាយនឹងសិល្បៈនឹងនឹងប្រឌិតរឿងនឹងនឹងបង្កើតរឿងនឹងហើយធ្វើឲ្យចេញជារឿងឡើងចេញជាគំនូលដែលខ្ជាក់ចេញពីខួរតំណាងនៃខួរក្បាលគេជាសិល្បៈនៅក្នុងធុរកិច្ចរបស់ត្រាំវិញបើយើងយល់ចំណុចទាំងអស់ដែលខ្ញុំនិយាយពីសិល្បៈពីកំណាព្យអីហ្នឹងមកងាកអាហ្នឹងធៀបដូចគ្នាគឺយើងមើលភ្នំពេញទាំងមូលកម្ពុជាទាំងមូលគឺជាផ្ទាំងគំនូរហិរញ្ញវត្ថុមួយបើយើងធ្វើរបាយការណ៍ហិរញ្ញវត្ថុទៅបានយើងឃើញលុយទាំងគំនូរឧទាហរណ៍យើងច្រើនឮរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ហិរញ្ញវត្ថុខ្មោច financial statement ហើយអាមួយទៀតក៏ financial statement financial statement របាយការណ៍ហិរញ្ញវត្ថុចំណូលចំណាយនិងចំណេញគឺវាកើតឡើងហើយបានយើងធ្វើរបាយការណ៍ហិរញ្ញវត្ថុអាមួយទៀតខ្មោចយើងប្រឌិតវាអត់ពិតប្រឌិតដើម្បីភ័រកុហកគេកិច្ចពុនកិច្ចអីបន្ថយចំណូលបន្ថយចំណាយអីចឹងដំឡើងចំណាយអីចឹងណាអាហ្នឹងរបាយការណ៍ហិរញ្ញវត្ថុខ្មោចប៉ុន្តែមានរបាយការណ៍ហិរញ្ញវត្ថុមួយទៀតដែលមិនដែលឃើញគេរៀនតាមសាលាអានោះ pro forma ខ្ញុំមិនដឹងខ្មែរហៅថាម៉េចទេ pro forma ពួកຂណាត់ដូចតារាមដោយ Robert Kiyosaki ដោយពួកមនុស្សអស់ហ្នឹងគេមានរបាយការណ៍ហិរញ្ញវត្ថុមួយទៀតខ្ញុំមិនដឹងហៅថាម៉េចទេជាខ្មែរអាហ្នឹងវាអត់ទាន់មានសោះប៉ុន្តែគេសម័យឃើញនៅក្នុងខួរគេលុយទាំងតោនខ្ញុំលើកឧទាហរណ៍ឧបមាមួយចុះអាមេរិកបោះពុំលុយទាំងតោនរុស្ស៊ីបោះពុំលុយទាំងតោនចិនបោះពុំលុយទាំងតោនជប៉ុនបោះពុំលុយទាំងតោនគ្រប់ប្រទេសបោះពុំលុយទាំងតោនជប់គុំគ្រប់ប្រទេសហ្នឹងមកពិភពលោកមិនដឹងមានប៉ុន្មាន100ប្រទេសគុំនេះមិនទៅជាគំនោលុយមួយកប់មេឃនោះគឺជាផ្ទាំងគំនូមួយហើយអាលុយហ្នឹងវាមាននៅស្ងៀមណាគេមានបោះបើបោះហើយកោវាចោលលុយជាกระដាស់អញ្ចឹងឲ្យគេធ្វើឲ្យចរាចរណ៍ហូរដូចទឹកអញ្ចឹងបើហូរដូចទឹកដូចគាត់នេះភ្នំលុយមួយគឺជា painting មួយផ្ទាំងគំនូមួយបាទដោយសារតែអស់ពេលហើយលោកសាស្ត្រាចារ្យបាទអញ្ចឹងសូមអរគុណបាទដើម្បីបានចូលរួមផ្ដល់ជាគំនិតតាក់ទងផ្នែកធុរកិច្ចនៅក្នុងថ្ងៃនេះបាទហើយបើខ្ញុំស្ដាប់ប្រសាសន៍លោកសាស្ត្រាចារ្យទៅខ្ញុំគ្រាន់តែចាប់យកចំណុចសំខាន់ដើម្បីយកមកនិយាយសង្ខេបដល់ពេលមុនយើងបញ្ចប់កម្មវិធីក្នុងរយៈពេល1នាទីគឺបានន័យថាចំណុចពិសេសរបស់ត្រាំគឺមានន័យថាគាត់និយាយជាមួយមនុស្សគ្រប់គ្នាគាត់មិនប្រកាន់ឋានៈរើសអើងអ្នកណាទេគឺថាអ្នកណាក៏ដោយគឺជាប្រភពព័ត៌មានដែលអាចទំនាក់ទំនងគ្នាដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមកថាជីវិតរបស់មនុស្សម្នាក់ដែលមានអាជីពខុសគ្នាមានមុខរបរខុសគ្នាអាយុខុសគ្នាតើគេរស់នៅដោយរបៀបណាហើយគេលំបាកឬក៏សំណុកយ៉ាងម៉េចបើថាអាចទទួលបានព័ត៌មានអានេះជាគំនិតមួយរបស់ត្រាំដែលគាត់បានអនុវត្តទី2គឺធុរកិច្ចគឺជាទម្រង់សិល្បៈបើថាខ្ញុំធ្លាប់ឮពាក្យគេនិយាយដែរពាក្យហ្នឹងគេនិយាយចេះវិញគេថាការធ្វើធុរកិច្ចគឺជាការកំសាន្តមួយគេថាបើប្រឹងធ្វើ
បើយើងធ្វើអីមួយយើងចាត់ទុកថារបស់នោះជាការកំសាន្តបើន័យថាយើងអត់ហត់ធ្វើទៅគឺថាសុបាយអានេះគ្រាន់តែឮពាក្យគេនិយាយបាទហើយមួយទៀតគឺតាក់ទងផ្នត់កំណត់នេះគឺដូចខ្ញុំបានសួរលោកសាស្ត្រាចារ្យមិញដែរគឺបងប្អូនយើងត្រូវតែបើកចិត្តបាទបើកចិត្តទៅព្រោះអីបើសិនជាយើងដាក់ថាបើយើងដូចទឹកពេញអញ្ចឹងទឹកពេញដបអញ្ចឹងយើងអត់បើកចាក់ទឹកនឹងចេញដើម្បីទទួលយកទឹកថ្មីទៀតទេគឺអត់បានទឹកថ្មីទេវាធ្វើខ្លួនយើងឲ្យនៅពេញរហូតគឺយើងអត់ទទួលបានអីថ្មីទេអញ្ចឹងត្រូវតែបើកចិត្តទទួលយកគំនិតផ្សេងទៀតបាទកុំឲ្យវាច្រាលចេញណាពេលដែលគេនិយាយមកពេលខ្លះយើងគិតថាអ្នកនោះមិនចេះអ្នកនោះចុះគំនិតយើងបិទតាំងពីដំបូងហើយគឺយើងអត់ទទួលអីបានទេអញ្ចឹងគឺត្រូវតែបើកចំហចិត្តដូចថាទឹកកន្លះកែវអញ្ចឹងយើងអាចដាក់ទឹកបានរហូតបើយើងទឹកពេញកែវចាក់ទៅហ៊ីអស់ទទួលយកថ្មីអត់បានអញ្ចឹងទៅគួរតែបើកចិត្តបើកគំនិតទទួលយកព័ត៌មានទទួលយកអ្វីទាំងអស់ដើម្បីយកមកចម្រាញ់ចេញជាព័ត៌មានថ្មីមួយទៀតហើយអាចបង្កើតទៅជា Proma Financial Statement ដោយលោកវិជ្ជាបណ្ឌិតមានប្រសាសន៍មិញអញ្ចឹងអាហ្នឹងខ្មែរយើងគេនិយាយថាកំណត់គោលដៅផ្នែកហិរញ្ញវត្ថុគេថាកំណត់គោលដៅផ្នែកហិរញ្ញវត្ថុគឺបើរបាយការណ៍ហិរញ្ញវត្ថុវាមានតារាងតុល្យកាលនិងតារាងប្រាក់ចំណេញហ្នឹងគេដឹងទិន្នន័យក្នុងហ្នឹងគេកំណត់ទិន្នន័យក្នុងហ្នឹងទុកដើម្បីស្រូបបង្កើតជាប្លង់គោលដៅហិរញ្ញវត្ថុហើយបានស្រូបទាញវាមកតាមរយៈផែនការនិងសកម្មភាពបាទនេះគឺជាអ្វីដែលខ្ញុំបានស្ដាប់ប្រសាសន៍លោកសាស្ត្រាចារ្យបកស្រាយអំពីប្រធានបទក្រោមចំណងជើងថាសិល្បៈធុរកិច្ចនិងការស្ដារធុរកិច្ចដែលលិចលង់បាទនេះក៏ជាគោលដៅសភៅរួមដែលបោះត្រាំបានទៅសេឲ្យលក់ពេញពិភពលោកបាទសម្រាប់ពេលនេះខ្ញុំបាទជួនធូរជាមួយបណ្ឌិតគួយទ្វីជម្រាបលាពីទស្សនិកជនតែប៉ុណ្ណេះបន្តពីសម្រាប់នឹងជួបជាមួយកម្មវិធីសុខភាពអ្នកបាទ